ចូលចិនសើចដាច់ពេលនាងធ្វើមុខស្រពោនពេញមួយយប់ហើយអូនគេងលងលក់ភ្លឹងបាត់ភ្នែកមិននិយាយសួរអ្វីក៏លែងដឹងក្មេងក្បាលរឹងអូនស្អប់អូនខឹងនឹងបងមែនទីបងគឺជាគ្រូពេទ្យមាននាទីព្យាបាលជំងឺតែមិនចង់ឃើញសង្សារបងជឿបែបនេះទេអូនត្រូវតែរឹងមាំដើម្បីបងណាស្នេហ៍អូនធ្វើឲ្យបងភ័យបានទេបងអងបងគឺអូនគ្មានសិទ្ធិធ្វើជាអ្នកជំងឺបងទេគឺអូនគ្មានសិទ្ធិទុកបងចោលបែបនេះបានទេចូលរៀបការបងត្រៀមរួចហើយឃើញអត់ស្អាតទេបើកភ្នែកឡើងឮបងហៅទៅកុំទៅចោលបងក្រែងអូនចូលចិនសើចដាច់ពេលនាងធ្វើមុខស្រពោនពេញមួយយប់ហើយអូនគេងលងលក់ភ្លឹងបាត់ភ្នែកមិននិយាយសួរអ្វីក៏លែងដឹងក្មេងក្បាលរឹងអូនស្អប់អូនខឹងនឹងបងមែនទីបងគឺជាគ្រូពេទ្យមាននាទីព្យាបាលជំងឺតែមិនចង់ឃើញសង្សារបងជឿបែបនេះទេអូនត្រូវតែរឹងមាំដើម្បីបងណាស្នេហ៍អូនធ្វើឲ្យបងភ័យបានទេបងអងបងគឺអូនគ្មានសិទ្ធិធ្វើជាអ្នកជំងឺបងទេគឺអូនគ្មានសិទ្ធិទុកបងចោលបែបនេះបានទេចូលរៀបការបងត្រៀមរួចហើយឃើញអត់ស្អាតទេបើកភ្នែកឡើងឮបងហៅទៅកុំទៅចោលបងស្រឡាញ់គ្នាយូរហើយហេតុមិនដេចឡើយចាំបាច់លួចលាក់ឬមួយអូនជំពាក់ស្នេហ៍អ្នកផ្សេងបើឈប់បានឈប់ទៅសូមពើឈប់សំដែងព្រោះការពិតជាក់ស្ដែងក្នុងចិត្តអូនមានគេដែរបែងដងមានតែមួយត្រានត្រោយគុំស្នេហ៍មនុស្សពីរនាក់បើសិនជាមិត្តភក្តិច្រើនអ្នកបងមិនហាមទេតែនេះជាស្នេហាបានម្នាក់គត់មៀងមីអូនគុំលោភលន់ពេកបានទេគុំសាវ៉ាបើមានគេត្រូវតែអត់បងអត់បងមានគេសម្រាប់ចិត្តទៅណាមានមេអូនជ្រើសមួយណាបើគេល្អជាងបងជ្រើសគេចុះណាជីវ៉ាបងមិនខឹងហើយក៏មិនថាអូនខ្វត់បងឡើយដងមានតែមួយត្រានត្រោយគុំស្នេហ៍មនុស្សពីរនាក់
បើសិនជាមិត្តភក្តិច្រើនអ្នកបងមិនហាមទេតែនេះជាស្នេហាបានម្នាក់គត់មៀងមីអូនកុំលោភលន់ពេកបានទេកុំសាវាបើមានគេត្រូវតែអត់បងមានគេសម្រាប់ចិត្តទៅណាមានមេអូនជ្រើសមួយណាបើគេល្អជាងបងជ្រើសគេចុះណាជីវ៉ាបងមិនខឹងហើយក៏មិនថាអូនខ្វាត់បងឡើយស្នេហាមិនមែនដូចខោអាវដោះដូរស្រេចចិត្តត្រូវស្មោះគ្នាអស់មួយជីវិតទើបស្នេហ៍ក៏ក្រោយបើអូនសម្រេចចិត្តពេលនេះមិនហួសពេលឡើយបងនៅរងចាំស្ដាប់ចំឡើយឆ្លើយពីមាត់អូនបើអូនសម្រេចចិត្តក្នុងពេលនេះមិនហួសពេលឡើយបងនៅរងចាំស្ដាប់អូនឆ្លើយ